ពាក្យបណ្ដាំឬក៏ពាក្យនឹងអវាទឬពាក្យទូមានចំពោះដល់ទេវតាឆ្នាំថ្មីថាតាំងគួរធ្វើយ៉ាងណាហើយជាពិសេសគឺទេវតាឆ្នាំចាស់នេះគឺបានប្រកាសអំពីលទ្ធផលនៃការគ្រប់គ្រងដល់មនុស្សលោកយើងដើម្បីឲ្យទេវតាឆ្នាំថ្មីហ្នឹងបានជ្រាបហើយជាកិច្ចតទៀតនេះគឺត្រូវផ្ទេរតំណែងពីទេវតាឆ្នាំចាស់ដើម្បីឲ្យទេវតាឆ្នាំថ្មីហ្នឹងដឹកនាំបន្តគឺបានន័យថាពីឆ្នាំម្សាញ់មកឆ្នាំមមីនឹងដូច្នេះសូមស្នូសំឡេងយ៉ាងម៉េចសម្លេងតែដៃទាំងអស់គ្នាដើម្បីផ្ទេរតំណែងនឹងទេវតានឹងឆ្នាំចាស់ផ្លាស់ចូលដល់ឆ្នាំថ្មីណាសូមសូមចាប់ផ្ដើមសូមមកនឹងសូមនៅពេលដែលធ្វើពិធីផ្ទេរសូមញោមអស់ស្នូសម្លេងនិងផ្ទះដៃដើម្បីអបអរសាទរដល់ទេវតាឆ្នាំថ្មីដែលនឹងត្រូវមកគ្រប់គ្រង